មានវិធីសាស្ត្រជាច្រើនដែលអាចជួយថែទាំផ្លិតទឹកហើយពេលនេះខ្ញុំសូមណែនាំនៅវិធីសាស្ត្រ5យ៉ាងដែលអាចឲ្យអ្នកប្រើដើម្បីថែរក្សាផ្លិតទឹកជូតកញ្ចក់រថយន្តរបស់អ្នកឲ្យប្រើប្រាស់បានយូរកុំប្រើសម្រាប់សម្អាតកម្ទេចកំទីធ្ងន់ៗផ្លិតជូតកញ្ចក់ត្រូវបានរចនាឡើងសម្រាប់ជូតសម្អាតទឹកភ្លៀងមិនមែនសម្រាប់កាប់ទឹកកកព្រិលឬដីភក់ដែលស្ងួតជាប់កញ្ចក់នោះទេការប្រើប្រាស់វាដើម្បីសម្អាតរបស់ធ្ងន់ៗនឹងធ្វើឲ្យកៅស៊ូដាច់រលាត់និងខូចខាតយ៉ាងឆាប់រហ័សដូរផ្លិតទាំងសងខាងក្នុងពេលតែមួយទោះបីជាផ្លិតម្ខាងមើលទៅដូចជានៅល្អក៏ដោយតែអាយុប្រើប្រាស់របស់វាគឺជិតដល់ពេលដែលត្រូវផ្លាស់ប្ដូរហើយការដាក់ផ្លិតថ្មីលាយជាមួយនឹងផ្លិតចាស់នឹងធ្វើឲ្យការជូតមិនមានប្រសិទ្ធភាពដូចគ្នាហើយអាចនឹងប៉ះពាល់ដល់ការមើលផ្លូវពេលបើកបរទៀតផងពិនិត្យមើលការតម្រូវនិងកម្លាំងសង្កត់របស់ដៃផ្លិតកម្លាំងសង្កត់របស់ដៃផ្លិតគឺសំខាន់ណាស់ប្រសិនបើដៃផ្លិតខ្សោយពេកវានឹងមិនអាចសង្កត់ផ្លិតឲ្យជាប់នឹងកញ្ចក់បានល្អនោះទេដែលបណ្ដាលឲ្យការជូតមានស្លាកស្នាមទឹកអ្នកអាចឲ្យជាងជួយពិនិត្យមើលកម្លាំងសង្កត់នេះនៅពេលធ្វើការថែទាំរថយន្តចតរថយន្តនៅកន្លែងមានម្លប់កម្រិតស្មើ UV ពីព្រះអាទិត្យគឺជាកត្តាចម្បងដែលធ្វើឲ្យកៅស៊ូផ្លិតទឹកឆាប់ស្ងួតនិងបែកការចតរថយន្តនៅកន្លែងមានម្លប់ឬប្រើប្រាស់ក្រណាត់គ្របកញ្ចក់អាចជួយការពារអាយុនៃផ្លិតទឹករបស់អ្នកបានប្រើប្រាស់សារធាតុការពារកញ្ចក់អ្នកអាចប្រើប្រាស់ផលិតផលដូចជា RenX ដើម្បីបាញ់លើផ្ទៃកញ្ចក់សារធាតុនេះនឹងជួយឲ្យទឹកភ្លៀងរអិលចេញពីកញ្ចក់បានយ៉ាងងាយដែលធ្វើឲ្យផ្លិតជូតទៅធ្វើការតិចនិងប្រើប្រាស់បានយូរជាងមុនលោកអ្នកអាចជួយមកបដូរផ្លិតទឹកនៅគ្រប់សាខាទាំងអស់របស់ Namaste សូមអរគុណជួបគ្នានៅវីដេអូក្រោយទៀត